ពេលវេលាបណ្ដាលឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយចៃដន្យឬនិស័យដោយនិស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងស្រឡាញ់អូនទាំងបងមិនមានបងណងស្នេហានេះគឺអូនបងរៀនរស់បងអូនចងចាំពេលវេលាដូចជាគ្រាស្របងប្រអូននឹងបងបានចងក្រងព្រៃស្នេហាពិនរឿងក្រុមយ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាងស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់បណ្ដោយវេលាបងខ្លាចជាមនុស្សម្នាក់ចេះកិនស្នេហាពិនស្គាល់ជីវិតពេលស្គាល់រូបអូនអរគុណបងដែលព្រមស្រឡាញ់អូនព្រោះរូបអូនបងលែងមើលងាយក្តីស្នេហ៍ស្នេហ៍ពួកយើងជាស្នេហ៍ពិនព្រមលីខិនមិនអាណិនទេពេលវេលានៅក្បែរគ្នាមានកំណត់បណ្ដាលឲ្យយើងបានជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយចៃដន្យឬនិស័យដោយនិស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាងស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់ដែលអស់សង្ឃឹមខំញញឹមរកនៃជីវិតស្នេហាពិតរំភើបចិត្តពេលស្គាល់រូបបងពេលវេលាបណ្ដាលឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយចៃដន្យឬនិស័យដោយនិស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាងស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់ដែលអស់សង្ឃឹមខំញញឹមរកនៃជីវិតស្នេហាពិតរំភើបចិត្តពេលស្គាល់រូបបងអរគុណអូនដែលព្រមស្រឡាញ់រូបបងអរគុណបងធ្វើឲ្យអូនស្គាល់ក្តីស្នេហ៍ស្នេហ៍ពួកយើងជាស្នេហ៍ពិនព្រមលីខិនមិនអាណិនទេពេលវេលានៅក្បែរគ្នាគឺមានកំណត់
រណាជីវិតនៃអាពាហ៍ពិពាហ៍គេក៏ពីរីករាយជុំចិត្តខុសពីការស្នេហ៍ស្នេហ៍ទឹកអត់ប្រាអរគុណដែលអូនស្មោះសរទឹកចិត្តអូនសមរកក្តីស្នេហ៍អូនក៏អរគុណមកខ្លាំងដែរស្នេហ៍បរិសុទ្ធអូននឹងថែស្នេហ៍ឲ្យគង់បងវិញស្រឡាញ់លួងលោមយើងទាំងពីរមានចិត្តស្មោះត្រង់នឹងលំមរណាប្រជាជនកម្ពុជាជាជនជាតិដែលចាស់ទុំជាងគេនិងជាជនជាតិដែលសម្បូរទៅដោយទំនើបទំនៀមបុរាណច្រើនជាងគេក្នុងភូមិភាគអាស៊ីប៉ែកអាគ្នេយ៍នេះតាំងពីអរិយធម៌បរទេសដែលមានឥទ្ធិពលយ៉ាងសម្បើមហូរចូលមកក្នុងប្រទេសយើងជាច្រើនសតវត្សមកហើយនោះទំនៀមបុរាណខ្មែរក៏ចេះតែរសាត់បាត់បង់រូបរាងបន្តិចម្ដងទៅគឺអាស្រ័យដោយបណ្ដាជនជាតិយើងយល់ឃើញថាទំនៀមខ្លះជាការមិនចាំបាច់ហើយនាំឲ្យខាតពេលវេលាច្រើនទៀតផងក៏នាំគ្នាច្រូតកាត់ចោលទៅរហូតដល់ភ្លេចសូន្យសុំក៏មានចៅអើយមកទាំងឡាយអើយញាតិណាមិត្តអើយគុកម្ដាយមានទំនៀមច្រើនណាស់ដែលយើងតែងឮចាស់ដំណាលតគ្នាមកហើយគេក៏បានលះបង់ចោលតាំងតែពីយូរយារម្ល៉េះហេតុនេះទើបយើងពុំអាចដឹងបានអំពីរបៀបទំនៀមប្រពៃណីបុរាណនៃបុព្វបុរសខ្មែរយើងប៉ុន្តែនៅក្នុងយន្តទស្សនីយភាពវីដេអូឯកសារនេះសូមអនុញ្ញាតជូនចំណងដៃសិរីមង្គលដល់គូស្វាមីភរិយាថ្មងថ្មីនាឱកាសប្រារព្ធអវិហវិវាមង្គលនៅបទពិពណ៌នាអមពិធីជូនជាទីសន្តាប់ផងដែរលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងឡាយតាមប្រពៃណីនៅមជ្ឈិមប្រទេសគឺប្រទេសឥណ្ឌានាសម័យបុរាណពិធីមង្គលការកូនមានពីរយ៉ាងម្យ៉ាងគឺនាំកូនស្រីទៅរៀបការនៅផ្ទះខាងប្រុសគេឲ្យឈ្មោះថាអវិហមង្គលហើយម្យ៉ាងទៀតគឺនាំកូនកំឡោះទៅរៀបការនៅផ្ទះខាងស្រីគេឲ្យឈ្មោះថាវិវាហមង្គល
ចំណែកឯប្រពៃណីខ្មែរយើងគឺយើងនាំកូនកំឡោះទៅរៀបការនៅផ្ទះខាងស្រីតែម្យ៉ាងប៉ុណ្ណោះដែលជាទំនៀមទម្លាប់តាំងតែពីបុរាណព្រេងនេះមកម្ល៉េះហើយលោកបានកំណត់ឲ្យឈ្មោះពិធីថាអាពាហ៍ពិពាហ៍មង្គលដោយគូពាក្យថាអវិហៈនិងវិវាហៈទាំងពីរយ៉ាងនោះមកបូកបញ្ចូលគ្នាតែម្ដងរងជ័យណាតែណានាងណាហើយចូលរងជ័យរៀបចំអើយជាជួរតែសាឡៃរៀបចំអើយជាជួរតែសាឡៃអើយហើយចូលរងជ័យតាមថ្ងៃកំណត់ជំនូនដងហើយចូលដល់ផ្ទាំងស្រីមានទាំងនំចំណីមហូបមហាបងមានគេបាំងឆិនហាន់ត្រដើខាន់ស្លាដូចខ្សាត់ត្រានាំបរវាកំសាន្តព្រៃអូនរំភើបចិត្តណាស់ស្ទើរផ្លេចដងដងហើយស្នោក្មកក៏ចាប់ផ្ដើមបន្លឺពីលាសួស្ដីជ័យ